ទស្សនៈទាំង12របស់ព្រះពុទ្ធសាសនាគោតមព្រះពុទ្ធមិនមែនត្រឹមជាអ្នកបង្កើតសាសនានោះទេទ្រង់ក៏ត្រូវបានគេចាត់ទុកថាជាកម្ពស់ទស្សនវិទូផងដែរនៅក្នុងពិភពលោកនេះព្រះពុទ្ធជាបុគ្គលពុពេញដោយព្រហ្មវិហារធម៌ទាំង4យ៉ាងគឺមេត្តាករុណាមុទិតានិងឧបេក្ខាព្រះអង្គទ្រង់ប្រសូតតាំងពីឆ្នាំ624មុនគ្រិស្តសករាជហើយនៅព្រះជន្ម29វស្សាទ្រង់ក៏បានកសាងភ្នូររហូតដល់ព្រះជន្ម35វស្សាទើបទ្រង់បានត្រាស់ដឹង45ឆ្នាំបន្ទាប់ពីទ្រង់បានត្រាស់ដឹងព្រះអង្គទ្រង់ក៏ចូលបរិនិព្វានក្នុងព្រះជន្ម80ព្រះវស្សាក្រោយពីព្រះអង្គត្រូវបានចូលបរិនិព្វានរាល់អាវាតរបស់ទ្រង់ត្រូវបានសាវករបស់ព្រះអង្គបានកាត់ទុកជាមេរៀនដល់មនុស្សជំនាន់ក្រោយហើយបានក្លាយជាព្រះពុទ្ធសាសនាខាងក្រោមនេះគឺជាទស្សនៈល្អៗរបស់ទ្រង់ដែលបានកត់ទុក 1. មេត្តាជាមន្តសាបសម្រាប់សាបជាប់ពិភពលោក 2. ពារងំដោយការមិនចង់ពារ 3. ក្អមទឹកពេញដោយសារទឹកមួយដំណក់ 4. ពារល្អដែលអ្នកអានពារល្អដែលអ្នកនិយាយវាមិនបានជួយឲ្យអ្នកជោគជ័យនោះទេប្រសិនបើអ្នកមិនខំធ្វើសកម្មភាព 5. បៀមសេចក្តីក្រោធខឹងគឺប្រៀបដូចជាការចាប់រងើកភ្លើងដ៏សែនក្តៅក្នុងដៃហើយគប់ដាក់អ្នកដទៃអញ្ចឹងប៉ុន្តែអ្នកគឺជាអ្នកជឿចាប់មុនគេ 6. ក្នុងចំនួននៅពេលដែលអ្នកមានអារម្មណ៍ខឹងនោះអ្នកនឹងជប់គិតអំពីការពិតហើយអ្នកចាប់ផ្ដើមតវ៉ាដើម្បីដែលត្រូវខ្លួនឯង 7. យកឈ្នះខ្លួនឯងប្រសើរជាងការយកឈ្នះចម្បាំងរពាន់សមរភូមិ 8. សន្តិភាពកើតចេញពីក្នុងខ្លួនរបស់អ្នកដូច្នេះកុំស្វែងរកវាខាងក្រៅ 9. អ្នកត្រូវចេះមានកតញ្ញូពីព្រោះថាបើសិនជាអ្នកមិនបានរៀនអ្វីច្រើនពីថ្ងៃនេះយ៉ាងហោចណាស់អ្នករៀនបានបន្តិចបន្តួចហើយបើសិនបើអ្នកមិនបានរៀនបានតិចតួចយ៉ាងហោចណាស់អ្នកមិនឈឺបើអ្នកមិនឈឺយ៉ាងហោចណាស់អ្នកមិនស្លាប់ដូចនេះរៀននឹងគុណ 10. ភាពបរាជ័យតែមួយគត់ក្នុងជីវិតគឺដោយសារតែមិនស្មោះត្រង់នឹងអ្វីដែលអ្នកដឹង 11. ធ្វើដំណើរដោយរីករាយជាជាងការទៅដល់គោលដៅ 12. គំនិតគឺជាអ្វីៗទាំងអស់អ្នកគឺជាអ្វីដែលអ្នកគិត